ដូចបច្ចុប្បន្នសប្តាហ៍ថ្ងៃលោកអភិបាលខេត្តស្មើនឹងព្រះមេគន្ធព្រះមេគន្ធនឹងជាអភិបាលខេត្តប្រសង់លោកអភិបាលខេត្តជាអភិបាលខេត្តរបស់ប្រជាពលរដ្ឋអនុគន្ធស្មើនឹងអភិបាលស្រុកក៏មានតួនាទីស្មើគ្នាអញ្ចឹងសម្រាប់ខាងព្រះមេគន្ធលោកអប់រំប្រជាពលរដ្ឋដោយធម៌ដោយវិន័យឲ្យស្ថិតនៅក្នុងក្របខ័ណ្ឌរបស់សិលធម៌លោកអភិបាលខេត្តរៀបចំរចនាសម្ព័ន្ធអ្វីសពបែបសពយ៉ាងនៅក្នុងខេត្តនឹងចាក់ទាំងពីរនេះស្មើគ្នាអាស្រ័យហេតុនេះប្រទេសយើងនេះជាប្រទេសដែលមានពុទ្ធសាសនាជាសារណៈជាទីពឹងហើយពុទ្ធសាសនានេះជាសាសនារបស់មនុស្សអត់មានទាក់ទងនឹងទេវតាអតិទេពអីទេព្រោះពុទ្ធជាមនុស្សដូចយើងយ៉ាងណាតែពុទ្ធជាមនុស្សដូចយើងគេតែជីវភាពរបស់លោករស់នៅជាមនុស្សមានក្រុមគ្រួសារមានប្រពន្ធមានកូនដូចតែមនុស្សចឹងព្រះធម៌ជាទ្រឹស្ដីជាបរិយត្តិធម៌ដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងទុកហើយហ្នឹងអស់រយៈកាល45ឆ្នាំមានព្រះវិន័យព្រះសូត្រព្រះអភិធម្មឬក៏សិលសមាធិបញ្ញាព្រះធម៌នឹងជាមេគាដែលសម្ដែងទុកឲ្យបរិស័ទទូទៅប្រព្រឹត្តទៅតាមផ្លូវហ្នឹងឯងបងព្រះសង្ឃទេក៏មនុស្សដូចតែគ្នាប៉ុន្តែយើងមិនដែលបានគិតថាពុទ្ធសាសនាជាសាសនារបស់មនុស្សហើយសាសនាដទៃទៀតទេវតាមកជាគ្រូមនុស្សហើយសម្រាប់ពុទ្ធសាសនាពុទ្ធជាគ្រូរបស់ទេវតាផងនិងមនុស្សផងយើងគិតមើលមកឯណាអស្ចារ្យជាងឯណាល្អជាងសាសនាដទៃទេវតាពោគ្រប់គ្រងលើជីវិតរបស់មនុស្សទាំងអស់តែដល់ពុទ្ធសាសនាបែរជាព្រះពុទ្ធជាបរមគ្រូជាគ្រូទេវតានិងមនុស្សគិតមើលទាំងនោះទៅបានថាមនុស្សគឺអស្ចារ្យជាគិតតែយើងអត់ដែលបានគិតទេព្រោះពុទ្ធដីការបស់ព្រះពុទ្ធលោកសម្ដែងប្រាប់ថានៅលើផែនដីនេះក្រោមមេឃនេះអត់មានអ្នកណាដែលប្រកែកជាងមនុស្សទេមានតែមនុស្សឯងដែលប្រកែកជាងគេទាំងអស់មានរិទ្ធមានអភិនិហាបារមីធ្វើអីក៏បាននេះឯកឧត្តមអស់លោកញោមញាតិពុទ្ធបរិស័ទទាំងអស់ហើយយើងមើលឃើញនៅក្នុងសង្គមរបស់មនុស្សនេះសម្រាប់អ្នកដែលជឿថាអតិទេពជាធំលើមនុស្សក៏មិនដែលឃើញអតិទេពមកធ្វើអីឲ្យមនុស្សទេអត់ដែលមានទេឃើញតែមនុស្សទេដែលធ្វើយកបញ្ញារបស់មនុស្សនោះមកកិត្តគូធ្វើសម្ភារៈអីសពបែបសពយ៉ាងប្រើប្រាស់គឺមនុស្សទាំងអស់ហើយពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធលោកមិនបានឲ្យតម្លៃទេវតាទេអ្នកត្រង់នេះមួយតែផ្លែព្រោះឯកឧត្តមអស់លោកញោមញាតិឲ្យជឿថាទេវតាប្រកែទីពឹងទេវតាដល់អាត្មាសម្ដែងថាពុទ្ធលោកថាលោកអបានឲ្យតម្លៃទេវតាទេវិសំជ្រាបចេះពីព្រោះពុទ្ធលោកសម្ដែងពីហេតុផលរបស់ទាំងអស់សត្វអមានហេតុផលថាទេវតាជាផលទេមនុស្សជាហេតុបើគ្មានមនុស្ស
ធ្វើល្អក៏មិនមានទេវតាដែរណាមនុស្សជាហេតុពុទ្ធលោកសរសើរហេតុខំកែហេតុឲ្យធ្វើល្អដល់ចង់ចាស់ទៅកើតទេវតាបានសោយក្តីសោកទេវតាលោកទៅសោយបន់ចាស់មកលោកក៏នៅជាមនុស្សនេះពុទ្ធលោកសម្ដែងហេតុផលលោកបញ្យល់ឲ្យឃើញចាស់តែយើងស្ដាប់ទៅគួរជឿទេដែលពុទ្ធលោកសម្ដែងហ្នឹងនោះអត្តសាតែទេវតាសើមនុស្សនេះបានឈ្មោះថាពុទ្ធប្រែថាលោកអ្នកទូលមានពួកមនុស្សទាំងឡាយឲ្យប្រព្រឹត្តល្អដោយកាយវាចាចិត្តនេះឈ្មោះថាពុទ្ធលោកទូលមានអប់រំចា៎អាត្មារៀបរាប់ជូនប្រកេនប្រសង់និងញោមញាតិទាំងអស់មនុស្សជាហេតុប្រព្រឹត្តល្អក្នុងសិលក្នុងទានដល់អស់ជីវិតទៅកើតជាទេវតាមនុស្សចម្រើនសមាធិភាវនាអប់រំចិត្តឲ្យប្រព្រឹត្តទៅក្នុងឈានអបណាសមាធិអស់ជីវិតទៅកើតក្នុងឋានព្រំមានរូប16ជាន់មនុស្សប្រព្រឹត្តនៅក្នុងសមាធិញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅក្នុងអបណាសមាធិក្នុងអបណាឈានក្នុងអរូបឈានมันយកវត្ថុមានរូបមកជាទីតាំងរបស់ចិត្តដល់បានសម្រេចឈានគេហៅអរូបឈានអស់ជីវិតទៅកើតក្នុងឋានព្រំអត់រូប4ជាន់ព្រំមានរូប16ជាន់អត់រូប4ជាន់ព្រះសម្មាសម្ពុទ្ធគេហៅថាលោកកុត្តរចិត្តលោកអប់រំចិត្តលោកដោយសិលសមាធិបញ្ញាចិត្តអស់កិលេសទៅលោកកុត្តរចិត្តបានត្រាស់ដឹងជាប្រពន្ធនៅលើលោកនេះសម្រាប់ទូលមានព្រះបដៅមនុស្សទាំងឡាយឲ្យប្រព្រឹត្តល្អដោយកាយវាចាចិត្តឥឡូវអបកណាឯកឧត្តមលោកជាទៀងយើងគិតមើលទេវតាក៏ទៅពីមនុស្សព្រះព្រំមានរូបក៏ទៅពីមនុស្សព្រំអត់រូបក៏ទៅជាមនុស្សទៅពីមនុស្សដែរព្រះសម្មាសម្ពុទ្ធជាគ្រូនៃទេវតាមនុស្សក៏ជាមនុស្សដែរវាសត្វតែមនុស្សបើនៅក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងហ្នឹងអ្នកណាប្រកែកចឹងមនុស្សទេតែពាក្យនេះអត់ដែលឮទេណាព្រោះអាត្មាបើសម្ដែងពោលឲ្យព្រះលើកឧទាហរណ៍ជូនទៀតនៃជូនទៀតឲ្យអាដាមគិតមើលតើមែនបើដូចជាទេវតាផ្អែកមកព្រមលោកមានមកធ្វើអីយើងបានក៏រកទៅសោយសុខបុណ្យចាស់ដែលលោកបានប្រព្រឹត្តហើយបើមនុស្សទាំងអស់នឹងក៏នៅជាមនុស្សបានធ្វើប្រយោជន៍ឲ្យដល់សង្គមមនុស្សអ្នកដែលគេប្រព្រឹត្តក្នុងទានក្នុងសិលគឺគេមិនធ្វើអីអាក្រក់ទេគេជួយជ្រោមជ្រែងសង្គមរបស់មនុស្សគាត់ដល់ចុងក្រោយទៅកើតទេវតាអ្នកដែលគេចម្រើនឈានដល់ចិត្តឲ្យកើតសម្រេចឈានគឺគេប្រព្រឹត្តល្អគ្មានឲ្យទុកទោសឲ្យដល់សង្គមមនុស្សទេដល់ចុងក្រោយអស់ជីវិតទៅកើតក្នុងព្រំពួកនេះសុទ្ធតែប្រព្រឹត្តល្អទាំងអស់ចុះដោយព្រះសម្មាសម្ពុទ្ធជាមនុស្សដូចយើងដែរក៏ព្រះអង្គកំចាត់កិលេសអស់រលីស្អាតចិត្តគឺដែលលោកធ្វើប្រយោជន៍សម្ដែងធ្វើទេសនាប្រាប់ទេវតានិងមនុស្សទាំងអស់ដើម្បីឲ្យបានសេចក្តីសុខឆ្លងសេចក្តីទុក្ខទៅកាន់ព្រះនិព្វានឬលោកសម្ដែងឲ្យយើងធ្វើប្រយោជន៍បច្ចុប្បន្នឲ្យសម្រេចមុនប្រយោជន៍អ្នកដែលគោរពបប្រតិបត្តិពុទ្ធសាសនាបានប្រយោជន៍3ប្រយោជន៍មួយគឺទិដ្ឋធម្មិកថប្រយោជន៍បច្ចុប្បន្នក្នុងជីវិតរបស់នៅទី2ប្រយោជន៍ក្នុងបរលោកវិលាស្រាប់ទៅកាន់សុគតិក្នុងទេវតាប្រយោជន៍ទី3គឺប្រយោជន៍ក្នុងព្រះនិព្វាន3ថ្នាក់បានដោយពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាអត់បានយល់ដឹងអីសិក្សាអីតិចតួចបងព្រះអាត្មាសំដែងនេះក៏ព្រួយចិត្តដែរតែញោមណាតដែលមិនយល់ជាអាត្មាទៀតបើធ្លាប់ជឿទេវតាទៅ
อาตมาตาพระพุทธเทวดาอัดประกายแต่มนุษย์เนี่ยประกายរួចព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាឯប្រយោជន៍បច្ចុប្បន្នជីវិតដែលយើងរស់នៅនេះគឺថាឲ្យយើងធ្វើជីវិតយើងឲ្យប្រព្រឹត្តទៅដោយបរិបូរណ៍ដោយសេរីសុខសេរីប្រយោជន៍បច្ចុប្បន្នប្រយោជន៍ចិត្តបច្ចុប្បន្នដែលមនុស្សយើងកំពុងតែត្រូវការគឺធនធានភោគទ្រព្យទាំងឡាយទាំងពួងនោះនេះបើនិយាយឲ្យវាដុំបើដល់បំបែកទៅថាវត្ថុ4យ៉ាងសម្ពុតខោអាវមហូបអាហារផ្ទះសម្បែងគេហដ្ឋាននិងថ្នាំជាបារោគដែលលោកអាចារ្យតែងប្រវត្តិណាប្រសងថាបច្ច័យ4ណាបច្ច័យ4នេះតម្រូវការសម្រាប់ជីវិតរបស់មនុស្សដែលកំពុងតែរស់នៅតែអត់បច្ច័យ4នោះអត់រស់បានទេជីវិតអត់បានសុខទេបើគាត់ជួបនឹងទុក្ខវេទនាហើយព្រះអង្គបង្រៀនឲ្យមនុស្សធ្វើប្រយោជន៍ទៅឲ្យសម្រេចហើយប្រយោជន៍ដែលអាចសម្រេចបានដល់មនុស្សវាមានហេតុមានផលវាមិនណាក៏ចេះទៅរកបានទៅធ្វើកើតដូចតែគ្នាអត់ទេមើលខ្លះទៅមានទ្រព្យសម្បត្តិដ៏ច្រើនខ្ពង់ខ្ពស់មានបុណ្យមានស័ក្តិធំទៅបងខ្លះទៀតមានទ្រព្យសម្បត្តិបងគូបងព្រោះរស់នៅជាមនុស្សវាមិនរងទុកខ្លាំងពេកខ្លះទៀតខ្សត់ខ្សោយទៅជាអ្នកកំសត់ទូរគាត់ជីវិតរស់នៅប្រកបដោយសេចក្តីទុក្ខសោកក្នុងជីវិតហ្នឹងយើងមើលអត់ស្មើគ្នាទេសួរតើដែលជីវិតរបស់មនុស្សវាមិនស្មើគ្នាមានហេតុទេថាវាមានហេតុវាមិនអត់ហេតុទេមានហេតុអ្នកដែលគេរកទ្រព្យសម្បត្តិបានបរិបូរណ៍ហូរហៀមានបុណ្យមានស័ក្តិគ្រប់គ្រាន់ព្រោះគេមានបញ្ញានេះគេហេតុមានបញ្ញាបានរកបានអ្នកដែលក្រក់សត់គឺអត់មានបញ្ញាទេនេះព្រះសម្មាសម្ពុទ្ធលោកជាងអនបង្ហាញថាហ្នឹងហេតុជីវិតរបស់មនុស្សហើយតាមខ្វះទ្រព្យសម្បត្តិហើយប្រកបជាជីវិតនឹងសោកសៅហើយនឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងអាឡាអាត្មាលើកភាសាបន្តិចមកបញ្ជាក់ទៀតព្រះពុទ្ធលោកថាអ្នកដែលមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរនេះពុទ្ធឯការបស់ពុទ្ធដល់លោកយកដែលលឺទេពុទ្ធឯកាអត់ដែលលឺទេអាត្មាលើកមកជរៀបទៅមើលទៅថាអ្នកមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានតែបើអត់បញ្ញាទេសំបីមានទ្រព្យក៏រស់នៅមិនបានដែរនេះជាពុទ្ធឯការបស់ពុទ្ធលោកសម្ដែងក៏អ្នកដែលល្ងងអត់បញ្ញាទៅបីម៉ែឪទុកគេមរតកដីធ្លីប្រកាសអីឲ្យអត់ពីម៉ែឪទៅរសាទ្រព្យទៅអត់ផងទេបើយកទ្រព្យនៅទៅលក់លេងលបែងពាលាបាយមុខសពបែបសពយ៉ាងជួនកាលចាញ់បោកគេទៀតលលាយទ្រព្យទៅអស់ព្រោះខ្លួនអត់បញ្ញាណានេះពលលោកសំដែងចឹងពលលោកសំដែងមួយទៀតសម្រាប់អ្នកដែលល្ងងថាបុគ្គលដែលសាបសូន្យចាកបញ្ញាដល់ប្រសើរហើយសាបសូន្យចាកបញ្ញាប្រសើរគឺល្ងងណាបងបើលោកនិយាយភាសាសពរោះពោលឲ្យពីរស់ស្ដាប់បើថាល្ងងមកដូចធ្ងន់ពេកថាបុគ្គលដែលសាបសូន្យចាកបញ្ញាដល់ប្រសើរហើយទោះបីជីវិតរស់នៅនេះក៏ជីវិតនោះប្រកបដោយសេចក្តីទុក្ខប្រកបដោយសេចក្តីថ្នាក់ប្រកបដោយសេចក្តីចង្អៀតចង្អល់ប្រកបដោយសេចក្តីសោកសៅក្នុងជីវិតនឹងអត់បានសេចក្តីសុខទេពីព្រោះវាខ្វះវត្ថុ4យ៉ាងហ្នឹងឯងដែលធ្វើជីវិតឲ្យសោកសៅហើយសម្ពុតខោអាវក៏អត់ល្អបើស្ងាយមានខោអាវទៅជុះអានោះមានអីល្អខោអាវទៅជុះអានោះមកពីខ្សត់ក្រក់ខ្សត់មកហូបអាហារក៏រកបរិភោគមិនគ្រប់គ្រាន់ចិញ្ចឹមជីវិតខ្លួនផងចិញ្ចឹមប្រពន្ធផងប្តីផងវាខ្វះសពគ្រប់បានព្រឹកខ្វះល្ងាចបានថ្ងៃនេះខ្វះស្អែកនៅជីវិតនោះវាសោកសៅជានិច្ចជួននោះមិនមែនរងទុកតែក្នុងជីវិតដែលរស់នៅដល់អស់ជីវិតទៅនឹងធ្លាក់ទៅកាន់អបាយភូមិទៀតនេះពុទ្ធលោកប្រាប់សួរថាម៉េចបានធ្លាក់ទៅកាន់អបាយភូមិ
แต่มนุษย์ตะกรอเราบอดพวกมันเราแบบลุยเก๊ก็ตะลุยเบาครั้งนี้ก็เบาเป็นกระพุ้งไม่รู้เราอะไรจ้ะแต่สำหรับสัตว์โอมองจองสันตุยมนเช่นชีวิตชวนกายโยกการสำหรับสัตว์นังโมเชียอาชีวกรรมที่สำหรับมันเตียโก้ไปชรูปไอ้โลกเตอสัตว์แต่อำเภอตัวเจริญเพราะอำเภอเนาะไอ้แต่เตียนมนุษย์เดินหลงเอาชีวิตต่อการอบายภูมิดีโตกันปีนั้นก็โลกสังได้กันมาแล้วก็เมียนหายเมียนพอชบาลพระสมานพระโลกสังได้อาศัยเหตุนี้หายบ้านเชียบปุ๊บโลกสังได้ตูเมียนปริบดามนุษย์ตูเต้าเอาสันสมปัญญาเวอร์ปัญญาไอการเมียนและตอนมนุษย์กรบกันเนี่ยนะว่ายังยัยทัปัญญาปลายทัปรัญญายังทัปรัญญายังอัดดึงทำไมเตะปัญญาหนึ่งปัญญาปัญญาจะปลายปัญญาจะสั่งสกัดไม่ยอมปราแต่แปรจากไม่แต่สกัดดึงสกัดสกัดตูเต้าละอ้ออัคระเจตูปัญญาเอาไว้ได้ยังมันสกัดอัดเมียนปัญญาแต่เราแต่เรียนเดียดนี่บางคนเราจึงเอาปราบเอาแสวงเราปัญญาบ้านอ้อยเรียนโสดโดยปกปิดเชื่อบรมครูเยอะโลกเชนเมียนปัญญาบอกปวดจังเกปวดนนเลยโลกบ้านยังเท้าเรียนโสดกรบเนี่ยโปรเลยใครแต่พุทธศาสนาเจศาสนาปัญญาคือเจศาสนาปัญญาบางเรียนมันเรื่องไอเมียนปัญญากรบเนี่ยต่างออกหรือถ้าเจียศาสนาได้บำบัดสิ่งใดลงง่วงบำบัดอวิชชาได้โลกอายุบำบัดโลภะโทสะโมหะโมหะนั่นคือลงง่วงนั่นสมองก็อวิชชาเพราะโมหะนี่นำมโนปอไอรองตกสับแบบสับอย่างกันออกบ้านเชียยืนเต้าเรียนโซดเตียงออกนี่สำหรับผู้สมณะในขนมพระพุทธศาสนาเนี่ยก็เราเรียนปัญญาปีมุนเมาอัดเมียสลาเรียนเตเนี่ยนาบูนของครูนาเรียนจะมวยครูนางไออัดเมียสลาเรียนเตปีโบราณกาลเติบได้ปารังเตปังการอันเมียสลาเรียนไปทางไปเชียร์ปรัดอัดเมียสลาเรียนซะเมียแต่เวิร์ดมันเวิร์ดเชียสลาเรียนก็วันนั่งเชียร์มันตีเป้เบิดนั่งเชียร์โตลากาสำหรับแม่นะบ่วันนั่งเชียร์สัพยกรรมฝั่งเรียนวิจิตรคือนั่นวัดก็ตามไปศิลปะดนตรีไอ้ต่างออกปันแต่ดอรัฐาภิบาลลูกประกาศสลาอ้อยเรียนอ้อยไปเชียร์ประเรียนแล้วก็ไปเชียร์ประตูเรียนเอาสลาไปวันนั้นแต่เรียนแต่น้องวัดสมัยเปรเรเชียร์คนสลายก็เรียนน้องวัดเพราะแม่สลาแต่กล่าวป่านนี้วัดเชียร์สลาเรียนพอดอชำนาญไปเชียร์อ้อยพอดอกกลายมานาในกลุ่มประรังลูกประกาศสลาปไหลสำหรับประสังเรียนคือมันอัดเมียนได้เนี่ยนะพวกครูน่าเรียนครูน้อยเนาะไอ้ประกาศสลาทางกล่าวอ้อยไปเชียร์ประเรียนอ้อยเรียนตั้งปีโดที่เนี่ยต่อลำไปเพื่ออ้อยเมียนปัญญาครุกเนี่ยต่างออกด้วยสำหรับพระพุทธศาสนาแต่ประสังละงงคลาวหายประสังนั่งไอเนี่ยผมพลานศาสนานะเนี่ยแต่ละงงผมพลานศาสนาปรมบานเรียนเซลสมาธิปัญญาเรียนประวินัยประโสดประอภิธรรมเราหายโยกแต่เดรัจฉานวิเชียแต่ดักงำโยมเงียก็เดรัจฉานวิเชียก็พ้นโลหามโลสังได้ละงงโยกเดรัจฉานวิเชียแต่ดักงำโยมเงียวันโยมเงียเป็นดังพระเชษฐาหนึ่งลูกได้ประพฤติข้อนำเอาผมพลานศาสนาหนังไงอันนี้เชียร์ให้ผมพอดกรธนักทมผมพอดโดยสำหรับประสังเมียนเปรียอุปชีเมียนเปรียครูเจ้าอัตติกา
ហើយព្រះមន្ត្រីសង្ឃស្រុកខេត្តទាំងអស់ជាសង្ឃបិតាជាឪពុកเพราะអត់មានម៉ែទេមានតែឪហើយជាសង្ឃបិតាដែលគ្រប់គ្រងបីបាច់ចិញ្ចឹមថែរក្សាព្រះសង្ឃទាំងអស់នោះត្រូវឲ្យសិក្សារៀនសូត្រពីបុរាណបួសគ្រូណារៀនគ្រូនោះបើឡូវស្រួលមានសាលាគេហើយបួសរួចយើងបញ្ជូនឲ្យទៅកាន់សាលារៀនឥឡូវវត្តយើងអត់មានសាលារៀនទេត្រូវនាំសិស្សឲ្យទៅកាន់សាលារៀនវត្តណាដែលមានសាលារៀនឲ្យរៀននៅព្រះបរិយត្តិធម៌បត្រៃបិដកបត្រៃបិដកមានសម្ដែងគ្រប់ហើយក្នុងនោះគ្រប់ទាំងអស់ឲ្យទៅសិក្សារៀនសូត្រទៅកើតបញ្ញាចេះដឹងហើយនឹងបានទៅជាបណ្ឌិតគ្រប់គ្នាទាំងអស់តែបើមិនរៀនទេរៀនតែធ្វើសូត្រដែលរៀនស្រុកឲ្យពឹងទៅសូត្រមន្តឡើងផ្ទះសូត្រមន្តការកូនទៅដាបបាំងស្គលធ្វើបន់ជូនទៅម៉ែទៅឪវិញបាទហ្នឹងធ្វើហ្នឹងសឹកទៅវិញយកទៅរកស៊ីអត់បានទេបាននៅលោកសង្ឃកញោមញាតិពឹងត្រូវរៀនឲ្យយកទៅលំទៅលាយនៅក្នុងបត្រៃបិដកទៅចម្រើនលូតលាស់ដោយបញ្ញាជាធ្វើអប់រំកាយវាចាចិត្តឲ្យស្ងប់ល្អនេះសម្រាប់ព្រះសង្ឃត្រូវរៀនឲ្យដល់ត្រើយត្រាននៃវិជ្ជាសប្តាហ៍ថ្ងៃនេះផ្លូវអាណាចក្រនិងពុទ្ធចក្រដូចជាប្រកួតប្រជែងគ្នាអាណាចក្រក៏គេមានឋានៈបរិញ្ញាបត្រអនុបណ្ឌិតដូចតែគ្នាខាងសាសនាក៏មានដូចតែគ្នាដូចប្រកួតគ្នាឥឡូវយើងប្រសងយើងតែមិនស្រួលចាញ់ក្រហមហើយបងគេរៀនតាមពោះជាបើអញ្ចឹងខ្ញុំកណាសូមដាស់តឿនគ្រប់ព្រះអង្គដែលជាសមណៈទាំងឡាយគ្រប់រូបដល់ឲ្យតាំងចិត្តខំសិក្សារៀនសូត្រឲ្យបានដល់ត្រើយត្រាននៃវិជ្ជាហើយឲ្យប្រព្រឹត្តទៅតាមពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធតែព្រះអង្គលោកឲ្យយើងសន្សំបញ្ញាវាកើតពីរៀនសូត្របើយើងរៀនអត់ទេមិននឹងមានបញ្ញាណាកើតទេតែយើងល្ងងហើយបំផ្លាញសាសនាអស់ហើយប្រជាប្រដ្ឋដោយគ្រាតកាលណាប្រជាប្រដ្ឋល្ងងហើយរាជរដ្ឋាភិបាលអភិវឌ្ឍប្រទេសជាតិនេះអត់ទៅរួចទេឯកឧត្តមមិនចាំមើលធំនេះឯកឧត្តមមើលតែក្នុងប្រទេសមានជ័យទេណាបងតើប្រជាប្រដ្ឋគេចេះចំណេះជំនាញគ្រប់បែបយ៉ាងគេមានបញ្ញាជ្រាលជ្រៅមន្ត្រីរាជការយើងបញ្យល់ទៅគេទៅធ្វើបានយ៉ាងណាដល់យើងប្រាប់គេពីកសិកម្មវិស័យកម្មគេមានបញ្ញាគេទទួលយកបានហើយយើងកាន់ជួយទៅពូជធាឲ្យដល់ប្រជាប្រដ្ឋគេយកទៅធ្វើបានអានោះប្រជាប្រដ្ឋមានបញ្ញាតែប្រជាប្រដ្ឋល្ងងហើយអស់សង្ឃឹមមករាជរដ្ឋាភិបាលអត់ទៅរួចទេតើល្ងងទៅគោលដែលក៏បីយកធ្វើអីបងអើបើទិញអង្គទៅចែកស៊ីយកហៅមកយកអង្គទៅមកយកកន្សែងយកប្រមាទៅចែកតែហ្នឹងបាទតែទៅធ្វើអីអត់កើតទេនេះគឺចាក់ទាំងពីរដូចគ្នារាជរដ្ឋាភិបាលតែប្រជាប្រដ្ឋល្ងងខ្លៅហើយអត់អភិវឌ្ឍទៅរួចទេគឺថាពលរដ្ឋប្រជាប្រដ្ឋប្រជានរាជនេះជាកម្លាំងរបស់រដ្ឋប្រជានរាជជាអ្នកកសាងប្រទេសជាតិរដ្ឋាភិបាលគ្រាន់តែលោកជួយទំនុកដល់មធ្យោបាយទេមធ្យោបាយទេប្រជាប្រដ្ឋអ្នកធ្វើបើប្រជាប្រដ្ឋល្ងងអស់សង្ឃឹមព្រះសង្ឃក្នុងពុទ្ធសាសនាដោយតែគ្នាតែព្រះសង្ឃល្ងងខ្លៅហើយពុទ្ធសាសនាអត់មានសល់ទេដល់យូរទៅខ្លួនបួសជាព្រះសង្ឃប៉ុន្តែប្រព្រឹត្តសដេរឆានវិជ្ជាទាំងអស់ឃើញទេវិដេរឆានវិជ្ជាពុទ្ធលោកហាមអត់ឲ្យធ្វើតែអ្នកបួសដល់ខ្លួនឯងល្ងងទៅធ្វើតែហ្នឹងឯងវិញញោមញាតិមិនដឹងផងអើយលោកជួយសង្គ្រោះយើងសង្គ្រោះដែលវាមិនប្រកបដោយធម៌ពុទ្ធលោកអត់ទទួលយកទេអាហ្នឹងបងតែសង្គ្រោះប្រកបដោយធម៌អប់រំដោយសិលសមាធិបញ្ញាទៅនេះអាស្រ័យហេតុនេះបានជាបង្កើតពុទ្ធិកសិក្សាប្រគេនគ្រប់ព្រះអង្គឲ្យសិក្សារៀនសូត្រ
គ្រប់គ្នាទាំងអស់កុំឲ្យបង់ចោលហើយព្រះអង្គគិតមើលស្រួលបំផុតបច្ច័យទាំងឡាយ4វត្ថុ4យ៉ាងញោមញាជួយទំនុកបំរុងអស់ហើយព្រះអង្គមានតែរឿងរៀនប៉ុណ្ណឹងឯងណាមានតែរឿងរៀនប៉ុណ្ណឹងមកមកវ័យព្រះអង្គគឺការងារគឺរៀនណាមានប្របាក់តរោស្បង់ជាពោមានបាក់តរោអាហារបិណ្ឌបាតឯណាបើទុកថាដល់បិណ្ឌក៏ញោមក៏ដាំឲ្យឆ្អិនហើយដាក់ក្នុងបាតឲ្យស្រេចហើយមិនឲ្យអង្គយកមកដាំទេគេក៏ជួយគាត់ស្លាវិហារក៏ធ្វើឲ្យហើយឆ្នាំជាបារោគជួយឲ្យតាមមានពលអីមានតែរឿងរៀនមិនហ្នឹងឯងបណ្ណប្រយ័ត្នដល់រៀនទៅចិត្តនឹងវាបែកហើយបែកអាណាបរានហ្នឹងបោះបង់ការរៀនសូត្រចោលរៀនទៅឈប់ច្រើនដងពីសាលាគេដកបែកកាភៀវាឈប់ឲ្យរៀននឹងដល់ហើយណាខ្លួនយើងឯងយើងមិនគោរពច្បាប់ម្ល៉េះហើយត្រូវថែរក្សាឃុំក្រងចិត្តឲ្យមូលកុំឲ្យវាបែកអាណាប្រាណទៅនេះផងដល់ផងថប់បែបសត្វយ៉ាងបានបុរាណដូនតាលោកនិពន្ធច្បាប់ប្រាប់ថាអ្នករៀនទាំងឡាយប្រយ័ត្នរាយមេយព្រោះក្តីសល់វល់ត្រូវខំមិត្តរៀនចំណេះសាកលត្រាតែបានដល់ត្រូវត្រានវិទ្យាជាត្រឹបប្រើបានសពគ្រប់លើសត្រឹបនានាអ្នកមានត្រឹបស្រាប់អាប់អិតវិជ្ជាមិត្តភក្តិផងនេះគេច្រើនមើលងាយមានត្រឹបសម្បត្តិតែខ្វះវិជ្ជាក៏នៅតែមិនខ្ពង់ខ្ពស់ដែរនៅតែគេមើលងាយអញ្ចឹងដែរនេះសំជានេះបុរាណលោកដាស់តឿនណាបើអញ្ចឹងកុំឲ្យចិត្តរេងាយសោះបើចង់លាសិក្ខាបទសត្វទៅវិញចាំរៀនយកបណ្ឌិតឲ្យបានសិនស្រាប់បានទេគ្រប់អង្គហ្នឹងឥឡូវខ្ញុំកណាសុំបតិគ្រប់អង្គចង់លាសិក្ខាបទទៅវិញយកបណ្ឌិតឲ្យបានសិនឲ្យទៅជាបញ្ញវន្តស្រាប់បានទេហ៎បញ្ញវន្តនេះបើចង់លាសិក្ខាបទទៅវិញបើថាមិនចង់លាទេនៅទៅបានបញ្ញវន្តជាអ្នកចេះដឹងសាសនាដឹកនាំអប់រំប្រជាពលរដ្ឋបានសម្រាប់ធ្វើកិច្ចការជួយដល់រាជរដ្ឋាភិបាលការអប់រំនោះសំខាន់ណាស់ណាកាលណាតែមនុស្សมันមានសិលធម៌ល្អឲ្យមនុស្សប្រព្រឹត្តប្រទេសផ្ដាស់ក៏ធ្វើឲ្យសង្គមច្បោកច្បល់ដោយសារវាអត់មានសិលធម៌អប់រំឲ្យមានសិលធម៌មនុស្សនោះស្ងប់ស្រួលយ៉ាងបាទលោកខ្ញុំណាសុំគ្រប់អង្គបានទេឲ្យទាំងអស់គ្នាហ្នឹងអាយប្រយ័ត្នបើសិនណាជាគ្រប់អង្គរៀនឲ្យបានបណ្ឌិតគ្រប់អង្គនឹងប្រមាណ100ចឹងនេះបណ្ឌិតនៅប្រទេសមានជ័យនេះប្រមាណ100ម្ល៉េះឲ្យសង្គមរីកចម្រើននៅជាអ្នកបួសក៏កំតកើសច្ជាប្រសពក៏ប្រជាបរិបទកំតកើមានប្រយោជន៍ទាំងអស់អត់ទេបើថាល្ងងហើយអូហើយអានឹងយ៉ាងខ្ញុំណាសុំយ៉ាងគ្រប់អង្គខ្ញុំណាអត់ថាទេសត្វទៅវិញក៏សច្ចាតែឲ្យបានបណ្ឌិតសិនវិញម្យ៉ាងទៀតប្រពន្ធលោកសំដែង5កុំឲ្យថាយើងអ្នកស្រុកស្រែជនបទវិញនៅថ្មពួកនៅបន្ទាយឆ្មាអីថាយើងអ្នកជនបទវានៅថោកទាបចឹងឯងអត់មែនចឹងទេប្រពន្ធលោកប្រាប់ថាអត់ចឹងទេលោកថាមនុស្សមិនថោកទាបប្រុសពូជប្រុសជាតិប្រុសត្រកូលទេមនុស្សក៏មិនមែនថ្លៃថ្នូរខ្វងខ្ពស់ប្រុសពូជប្រុសជាតិប្រុសត្រកូលដែរនេះជាពុទ្ធឯកាពុទ្ធលោកសំដែងយើងកើតនៅជនបទចង់កាត់មិនញោមមែនតែយើងសិក្សារៀនសូត្រឲ្យមានបញ្ញាច្រើនមានជ្រៅជាតិទៅជាអ្នកថ្លៃថ្នូរខ្ពងខ្ពស់ណាសូមឲ្យព្រះអង្គចាំពុទ្ធដីការបស់ព្រះពុទ្ធហើយបុគ្គលមិនខ្វងខ្វស់ប្រុសពូជប្រុសជាតិប្រុសត្រកូលតែកើតក្នុងទីក្រុងត្រកូលមន្ត្រីសេដ្ឋីអាមាត្យត្រកូលខ្ពស់តែប្រព្រឹត្តអំពើថោកទាបមិនរៀនមិនសូត្រអីថោកទាបអើលោកអត់សំដៅត្រង់ត្រកូលទេក៏សំដៅត្រង់អំពើល្អអំពើអាក្រក់របស់មនុស្សទេបងនេះបាន
សុំកុំឲ្យគិតទៅអញអ្នកស្រែអ្នកចំការថោកទាបអត់មែនទេតែគិតតែខំក៏ពេលម្យ៉ាងទៀតខាងក្រហមខាងអាណាចក្របបខាងក្រហមព្រះពុទ្ធលោកសំដែងប្រាប់ថាបុរសមិនមែនសត្វតែជាបណ្ឌិតក្នុងទីសពគ្រប់អន្លើទេឯនារីបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរណាបុរសឲ្យតម្លៃដូចតែគ្នាសម័យព្រះពុទ្ធភិក្ខុអ្នកបួសភេទប្រុសភិក្ខុនីស្រីភិក្ខុភេទប្រុសធ្វើឲ្យមានជំនាញឯកតតិកៈខាងបញ្ញាខាងធម្មកថាខាងឃ្លាំងធัวអីស្ដីអីខាងរិទ្ធខាងអីទាំងអស់នាងភិក្ខុនីធ្វើបានដូចគ្នាទាំងអស់បើពុទ្ធថាដូចតែគ្នាមិនថោកទេអត់មែនមានបណ្ឌិតបានតែបរោះស្រីធ្វើមកអត់ទេអាហ្នឹងចាឥឡូវបច្ចុប្បន្ននេះយើងឃើញលើលោកអូស្រកសៀមស្រីទៅធ្វើរដ្ឋមន្ត្រីប្រមុខរដ្ឋាភិបាលនេះជាសក្ខីភាពជាស្ដែងស្របទៅតាមពុទ្ធិកាព្រះពុទ្ធអរិយខ្មែរយើងនេះក៏កុំបៃលេនអភិបាលក៏ស្រីដែរហើយប្រធានរដ្ឋសភាក៏ស្រីដែរអានេះយើងមើលឃើញយ៉ាងទាំងអស់គ្នានេះព្រះពុទ្ធលោកសម្ដែងថាមិនថោកទាបប្រពូជប្រជាតិប្រត្រកូលទេត្រូវតែខំរៀនឲ្យចេះគ្រប់គ្នាគ្រប់ទាំងស្រីទាំងប្រុសឡើយបានកសាងប្រទេសជាតិយើងបានអភិវឌ្ឍប្រទេសជាតិយើងបានចម្រើនលីរូបលីលាទៅមកព្រះសម្មាសម្ពុទ្ធលោកសម្ដែងពីចក្រធ្វើចក្រគឺកង់វាវិញធ្វើ4យ៉ាងហ្នឹងវិលសង្គមបង្វិលសង្គមមនុស្សឲ្យទៅកាន់សេចក្តីសុខទី1បដិរូបប្រទេសវាសោចៈប្រទេសដ៏សំគួរដ៏សំគួរគឺគេកែច្នៃឲ្យវាល្អទំនើបអស់ហើយដូចជាពីបុរាណយើងពីបុរាណ50 70ឆ្នាំមុនផ្លូវថ្នល់អីអត់មានស្អាតទេចាក់ជ្រុះក្រហមចាក់កៅស៊ូទៅអស់តាមមកសម័យនេះគេបដិរូបកែច្នៃរបស់តែវាមិនល្អឲ្យទៅយកអស់វាចាក់ជាកៅស៊ូចាក់បេតុងនេះក៏បដិរូបបាទកែច្នៃឲ្យល្អស្ពានឆ្លងស្ទឹងទៅឈើអាខ្លះក៏ឈើប៉ុន្តែស្អីគេបដិរូបឲ្យទៅជាបេតុងឲ្យអស់ហើយនេះគេបដិរូបកែច្នៃសំបីតែជីវភាពគ្រឿងសម្ភារៈប្រើប្រាស់របស់មនុស្សគេកែច្នៃពីសម័យមុនធ្វើដំណើរទៅការធ្វើដំណើរពីភូមិមួយទៅភូមិមួយអាត្មាលឺចាស់ក៏ថាអ្នកសៀមរាបធ្វើដំណើរទៅភ្នំពេញជិតកន្លះខែបានទៅដល់បរទេសត្រូវបរទេសគោបរទេសក៏បីជីសេះជីតម្រៃហើយយានជំនេះឥឡូវគេបដិរូបឈប់មានជីទេសជីសេះគេហើយសត្វតាយានសត្វតាយន្តអានេះមនុស្សគេបដិរូបឲ្យតែមនុស្សមានបញ្ញាធ្វើអីក៏ដល់ពុទ្ធថាណាបកែជាមនុស្សបើនៅតែញោមញាតែទេវតាបកែជាអត់ថាសំយត្តកិត្តតអាណាបើអញ្ចឹងហើយបានត្រូវសន្សំបញ្ញាព្រោះគេបដិរូបអ្វីទាំងអស់គឺល្អមើលខោអាវសម្លៀកបំពាក់ល្អទំនើបតាប្រូនតាយើងស្លៀកសម្ពត់ជាលេងខ្លួនកណ្ដាលទៅមករួមក្នុងប្រាសាទបាយ័នជីវៈអានោះសម័យសតវត្សទី12 13មិនទាន់បដិរូបបានឡើយគេបដិរូបកែច្នៃពីមុនខ្ជួស្រែសត្វតាគោមង្គលគោបែឥឡូវសត្វតាគោយន្តអានេះគេបដិរូបទៅថាអរស់នៅក្នុងប្រទេសដ៏សំគួរនឹងមួយទី2សัพពរេសោបសង្ឃសេវៈការរស់នៅជាមួយនឹងពួកសប្បុរសគឺអ្នកដែលមិនប្រព្រឹត្តអំពើអាក្រក់ឥឡូវយើងសប្បុរសច្រើនណាស់តើខាងព្រះសង្ឃក៏ជាសប្បុរសខាងអាណាចក្រអស់លោកក៏ជាសប្បុរសអ្នកដែលមិនប្រព្រឹត្តអំពើអាក្រក់ក៏សប្បុរសកិរិយាដែលសែភពរស់នៅជាមួយនឹងសប្បុរសនោះមួយទី3អត្តសមាបនិធិការតម្កល់ខ្លួនឲ្យត្រង់នៅក្នុងពុទ្ធសាសនាគឺជឿហេតុផល
អត់មានជឿបារមីសច្ចាំងអីទេក៏អត់មានជឿទេអាហ្នឹងអត់ហេតុផលឲ្យតម្កល់ឲ្យត្រង់មានហេតុផលគឺមនុស្សរស់ត្រូវធ្វើការបានរស់បានជឿទេជឿកម្មផលឲ្យត្រង់ចឹងទី4គឺពពេកតបញ្ញតាខ្លួនភាពខ្លួនយើងជាអ្នកសន្សំសេចក្តីល្អគឺធ្វើបន់ទុកឲ្យក្នុងខាងមុនពាក្យថាបន់គឺសេចក្តីល្អដែលយើងបានធ្វើមកពីកាលមុនមានលក្ខណៈ4នេះទើបយើងបានសុខសួស្តីអរគ្នាแล้วប្រទេសយើងចប់ប្រកបដោយអង្គ4ហើយក៏គ្រប់អង្គគឺយើងបានសេចក្តីសុខប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេដល់យូរទៅមនុស្សគេមានបញ្ញាចេះច្នៃប្រឌិតអីបានទៅទៀតក៏នឹងបានពុទ្ធសាសនាលោកសម្ដែងពីបញ្ញាតែមនុស្សមានបញ្ញាធ្វើអីក៏បានដូចជាឯកឧត្តមលោកជំទាវអស់លោកឃើញស្រាប់ហើយគ្រឿងប្រើគ្រឿងចាក់យើងប្រើទំនើបដោយទូរស័ព្ទប៉ុណ្ណឹងយើងមើលទាក់តងហេបបានមកផែនដីឮសំឡេងឃើញរូបគ្នាទៀតបងអស្ចារ្យណាស់ណាបងវាអ្វីទាំងអស់គ្រឿងបច្ចេកវិទ្យាក៏ឲ្យយើងមើលឃើញទាំងអស់បងនៅសង្កានផុតនោះយន្តហោះដែករឹបតោនដែកលើមេឃបានហ្នឹងរឹបតោនអានោះមនោគេធ្វើពីបញ្ញាគេនឹងឯងណាបងមានបញ្ញាធ្វើបានទាំងអស់នៅធំបំផុតគឺបញ្ញានឹងសូមឲ្យយន្តអស់គ្នាបញ្ញាតែមានបញ្ញាគេធ្វើឲ្យបានទាំងអស់សម្រាប់គ្រឿងសម្ភារៈដែលយើងប្រើប្រាស់ធ្វើជីវិតយើងឲ្យរស់ដោយសុខស្ដីនេះដែលប្រយោជន៍បច្ចុប្បន្នដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងធ្វើប្រយោជន៍បច្ចុប្បន្នឲ្យសម្រេចសិនឲ្យជីវិតរស់នៅស្រួលសិនបានធ្វើការអីទៀតបានព្រោះប្រយោជន៍បច្ចុប្បន្ននេះជាគ្រឹះជាចិន្តាសម្រាប់ឲ្យទៅកាន់បរៈលោកបានក៏ទៅកាន់ព្រះនិព្វានបានបើយើងអត់មានទ្រព្យសម្បត្តិបានទ្រព្យអីទៅធ្វើទានជាទុនដើម្បីទៅកាន់និព្វាននោះអត់ទៅរួចទេនេះមកសម្បត្តិមនុស្សនឹងវាជាហេតុបើជាបច្ច័យដែលឲ្យទៅสู่ព្រះនិព្វានបានព្រោះបាទឥឡូវនិយាយនេះវែងឆ្ងាយណាស់តែចង់និយាយចឹងនិយាយថាធ្វើម៉េចឲ្យជីវិតបច្ចុប្បន្ននេះរស់នៅជាមនុស្សឲ្យជីវិតបានសុខសួស្តីជោគជ័យមង្គលព្រះសម្មាសម្ពុទ្ធថាទ្រុបត្រាតែមានទ្រព្យធនច្រើនវិរោគទ្រព្យធនបានច្រើនទើបតែមានបញ្ញាហេតុបច្ច័យហ្នឹងណាដល់បងបើអត់បញ្ញាអត់ទៅរួចទេអញ្ចឹងបើយើងបច្ចុប្បន្នកំពុងតែឲ្យកូនឲ្យចៅសន្សំបញ្ញាពោលដើម្បីនឹងកសាងប្រទេសជាតិយើងបានបើអត់បញ្ញាអត់ធ្វើអីកើតទេនឹងពុទ្ធសាសនាពុទ្ធលោកសម្ដែងចឹងបងអញ្ចឹងអាត្មាចូលរួមប៉ុណ្ណឹងចឹងដល់ម៉ោង4ណាបងនិយាយគាត់ថាបង្ខំឲ្យរៀនឲ្យសូត្រទាំងព្រះសង្ឃទាំងអាណាចក្រណាបងរៀនទាំងអស់គ្នាបងព្រោះយើងនិយាយថាពួកនឹងអញជាទំពាំងស្រង់រស័យហ្នឹងបងអើយអត់លោកត្រូវអត់លោកត្រូវភ័យព្រួយបងបើកូនចៅរបស់យើងល្ងងហើយយើងមិនឲ្យងាប់ទៅវាថែរក្សាទឹកដីណាមិនបាននៅត្រូវព្រួយអញ្ចឹងណាបងឲ្យវាថែរក្សាទឹកដីគេមានឲ្យកងវងបងដោយសប្តាហ៍ថ្ងៃនេះគេថាស្នេហាជាតិស្នេហាជាតិគឺស្រឡាញ់ជាតិតើមានដឹងថាក្នុងជាតិនឹងមានអីខ្លះទេក្នុងជាតិមានភាសាមានអក្សរសាស្ត្រក៏មានទំនៀមទម្លាប់ប្រពៃណីវប្បធម៌សិល្បៈដូរតន្ត្រីអីទាំងអស់តាំងពីមហូបអាហារអស់អានឹងជាអលង្ការរបស់ជាតិពោលតាកាលបាត់បង់អនុឲ្យជាតិអាក្រាតដែរនឹងស្នេហាអីទេបងអានេះសំជ្រាបយ៉ាងបងនេះពាក្យស្នេហាជាតិតែមនុស្សល្ងងមានបានស្នេហាណាមានបានរសាយណាបងអត់បានរសាគង់វងទេអត់តែនឹងតែមនុស្សអ្នកមានបញ្ញាបានរសាបាននឹងសូមឯកឧត្តមលោកជំទាវក៏អត់ជ្រាបដែលអាត្មាចូលរួមចំណែកចូលនោះតែពីរឿងបញ្ញាមួយប៉ុណ្ណឹងឯងប៉ុន្តែលើកឧទាហរណ៍ពេលនោះមកផ្សំដើម្បីឲ្យយល់បាទតែអត់បញ្ញាអត់សង្ឃឹមទេបងធ្វើឲ្យបានទេបងចូលស្ដាប់បានទេសមណៈសិស្សយើងទាំងអស់ហ្នឹងណានៅឯង
แต่ละงวงหายอหายศาสนาខ្លួនឯងអ្នកបំផ្លាញរួចពុទ្ធសាសនាពុទ្ធលោកថាក្រហមនឹងបព្វជិនឯទៅតែព្រមព្រៀងរួបរวมគ្នាបោកបានថែរក្សាសាសនាបានព្រោះបរិស័ទអាចទំនុកបំរុងបច្ច័យទាំងឡាយ4ដល់ពួកបព្វជិននឹងក៏ជាគ្រឿងដែលបំបត្តិបងនៅសេចក្តីវិន័យក៏ធ្វើហេតុឲ្យប្រព្រឹត្តល្អទៅបាននឹងផងទើបញ៉ាំងព្រះសទ្ធំដែលជាធ្វើខ្សែចាក់យោគៈនឹងបានសិក្សារៀនសូត្របាននឹងហើយសម្រាប់ញោមញាតិជាក្រហមត្រូវតែបានទទួលស្ដាប់ធ្វើដែលប្រសង់លោកសំដែងប្រាប់ពីសាសនាអនុយល់ពីទានសេដ្ឋីនេះអស់ពីនេះគឺផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក៏បានពុទ្ធសាសនានេះគង់វង្សហើយញោមញាតិបានយល់ធ្វើរបស់ប្រសង់លោកសំដែងប្រាប់ឲ្យក៏ជ្រះថ្លាការធ្វើទានរក្សាសិលឲ្យជាដើមតាមរយៈប្រសង់នឹងឯងក៏ផ្ដល់ប្រយោជន៍ឲ្យដល់គ្នាអញ្ចឹងក៏អាស្រ័យនេះដែលប្រទេសជាតិរបស់យើងលើកពុទ្ធសាសនាមកជាដាក់ក្នុងច្បាប់កម្ពុជាជាសាសនារបស់គាត់គឺធ្វើឲ្យព្រះសង្ឃនឹងប្រជាប្រដ្ឋស្និទ្ធស្នាលនឹងគ្នាបំផុតក៏អត់ឲ្យបែករលែកនេះទេក៏ចាំសំចូលរួមថាស្ដាប់បានហើយទាំងអស់គ្នានិយាយងាយថាក៏និយាយមកបញ្ជាក់លើកឲ្យគាត់ថាសំខាន់គឺបញ្ញាតែមានបញ្ញារស់នៅស្រួលរកទ្រព្យរកសម្បត្តិបានបើចាស់ត្រូវយើងសន្សំបញ្ញាឲ្យបានគ្រប់គ្នាដោយការសិក្សារៀនសូត្រអក្សរសិល្ប៍វិជ្ជាទាំងអស់នឹងចម្រើនបញ្ញាលូតលាស់ដល់អ្នកទាំងឡាយគ្រប់គ្នាបើឡូវប៉ុណ្ណឹងសំបញ្ចប់ប៉ុណ្ណឹងចឹងក៏ចូលរួមចំណែកដូចច្រើនពេកផងដែរបើនិយាយទៅមក4លើកទៅហើយបើចឹងមុននឹងបញ្ចប់ក្នុងការចូលរួមបវិសនកាលនៅខេត្តបន្ទាយមានជ័យនេះក៏សូមប្រគេនពោធិ៍សត្វសាធុការជូនពោធិ៍សត្វសាធុការចំពោះឯកឧត្តមលោកជំទាវលោកស្រីទាំងអស់បងមន្ត្រីរាជការទាំងអស់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់សូមឲ្យបានប្រកបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍តរៀងទៅក៏សូមអនុមោទនា